nghiêm ngặt khéo nó ăn khéo coi là lột nghiêm ngặt đầm bay dương tàu đất kia để xa tẩy quay muông trong tẩy cho anh dẫn ô ban phật ai đặt ta ban sẵn bao về kia bao là sát ban ôn không chừng nó nắng ban đôi nó mến ban đôi nó mến ban thì tôi vô cái lại nước máu thôi ban sầm qua tôi cái lại sầm mẹp xong ôi mà ha sầm bát nó chui tôi giờ nay cái quả si ban phật xong rồi tàu nó còn mỏi men này cua nát ai xinh ban sọc ban sầm mền là hốt mà đòi về nên chẳng លោកអាចារ្យសឹងថនបានចែករំលែកថាពិធីបុណ្យជ្រោយរំចេកបានចាត់តាំងឡើងក្នុង3ថ្ងៃ2យប់ដោយមានបណ្ដាពិធីកិច្ចប្រពៃណីព្រះពុទ្ធសាសនាការសែនព្រេនបានចាត់តាំងឡើងដោយឡែកនៅតំបន់ជិតសមុទ្រតាមការបន់ស្រន់របស់មនុស្សមួយចំនួនប៉ុណ្ណោះ ទីមួយហ្នឹងនមស្ការថ្វាយគុណព្រះរតនត្រ័យហងយើងសម្ដែងប្រាប់បរិទ្ធផងនេះយប់ទី1ដល់យប់ទី2យើងមានធ្វើនមស្ការថ្វាយគុណព្រះរតនត្រ័យហើយយើងធ្វើណែមានតំណាងក្នុងបណ្ឌនឹងមានគណៈកម្មការឬក៏ប្រសង់តំណាងឡើងសូត្រសន្ទរកថាអំពីជុំវិញប្រវត្តិនៃកើតបណ្ឌនឹងហើយបន្តមកក៏មានពិធីពុទ្ធិពិសេស bên dây ta thì chết bị ngay không chấm nấu nông khoang cắt mồi này ruộng cô chẳng khăn bé cho bất thế bị sai của động vật bất thế bị sai nông lang hãy cho bị thi bất thế bị sai nước miền để món ong thò mà cắt thức sầm đen thò tê na đầm bay tập non sọc tê thế này tê yêu kỳ ca bất bờ sát không chấm nấu không động ban nó đây cái mồi chết thì chết bị ngay ធ្វើដំណើរជុំវិញតំបន់ចាត់តាំងពិធីបុណ្យជ្រោយរំចេកយើងខ្ញុំបានលោកអាចារ្យសឹងថនចែករំលែកនៅព័ត៌មានជាច្រើនអំពីរឿងដំណើរក៏ដូចជាពិធីកិច្ចដែលចាត់តាំងឡើងក្នុងពិធីបុណ្យប្រពៃណីនេះនៅទីនេះយើងខ្ញុំស្រាវជ្រាវបានច្រើនយ៉ាងពីរបៀបចាត់តាំងកម្មវិធីបុណ្យមនោសញ្ចេតនារបស់ប្រជាជននៅតំបន់មាត់សមុទ្រវិញជ័រនិយាយដោយឡែកនិងមានមីងនៅតាមភូមិភាគផ្សេងៗដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យនេះ bà vợ đám dân thơ nó cái lạnh đi đá rồi thơ lạnh ná bà vợ đám nó dân thơ nó hàng chơn đó bà vợ nó hàng chơn nó cái lạnh nó rất là tức sầm mật không đây chẳng đấy thơ nó hàng chơn nó cả nó miên chuẩn nó cả thì lục ta luộc pal lục ta hu lục tàng pi nó đặt đam thơ bắn cả nó là biểu cắt chấm nón cắt tàng pi nẹt nó bắn nó mình ban không chẳng đấy miên sân than trong tre tôi đợt thưa du tàu ban nó ngồi chật thì khai tàu ban cô nông làm ban đi khơi cái lại năng chật là ban sóc ban gì đó nó mà miền năng tại chân chết nó mai dương nó ấy miền kinh miền hoa thì cho ruộng mau rồi khỏi mới chua mau bằng ban nắng rồi bồi chia tàu hoặc khai tàu chia ban năng không mà đòn tiền lang là hốt đào sạt ngay nha bạn nhưng mà bên mà họ lịch nam mà mình đón tham mà xong ôi lục chui tụng to dân họ si ban tôi sẽ làm cai chúng á lâu mà dục lại chớ một toái do tè số giờ tay nó mò mất con có co lọ sờ bài mò mùi nai chẳng con mò đừng ngó tháo sờ bài cái đấy dân ập na ban là sấy ban là vậy ban cái chết dân một nai chứ bạn chết tại chẳng mò họ là chẳng nằm ឆ្លងតាមការពន្យល់របស់លោកអាចារ្យសឹងថនយើងខ្ញុំបានទៅស្វែងយល់ដល់កន្លែងដែលចាប់ផ្ដើមពិធីបុណ្យជ្រោយរំចេកចម្ងាយពីមហាសាលបុណ្យប្រហែល500 ម៉ែត្រចំពោះមនុស្សនៅភូមិភាគផ្សេងៗដូចជាយើងខ្ញុំពិតជាពិបាកដឹងថានេះជាកន្លែងចាប់ផ្ដើមឲ្យពិធីបុណ្យជ្រោយរំចេកណាស់ព្រោះជុំវិញគឺតំបន់ដាំដំណាំបន្លែរបស់ប្រជាជនភូមិភាគ មកដល់ទីនេះយើងខ្ញុំបានលោកថាត់ភូនចែករំលែកអំពីរឿងដំណើរអនុស្សាវរីយ៍អំពីពិធីបុណ្យជ្រោយរំចេកពីដើម ឬកលពីដើមក៏តាមពីបដិពុកខ្ញុំនឹងស្មានក៏ថាបែបមួយចំនួនមនុស្សមកបើតាមក៏ថាកាត់ស្មានប្រហែលជា3ឆ្នាំពីមិនមកមនុស្សតិចទេនៅក្នុងបងនេះតែលោកไปក្រំហ្នឹងជួលែងធ្វើខ្នល់លោកសម្បត្តិទីមកដល់ហ្នឹង ដល់ប្រហែលឆ្នាំក្រោយទៀតដីវាសិតដោដីវាសិតដោទៅទៅដីវាដោទៅដល់ឲ្យលឺចាក់កើនឡើងបើចឹងទេអ្នកកម្មការចំណុកកសាំងថាគិតគ្នាថាដល់តែយើងទៅតាមដីដោទៅតាមដីដោទៅទេសភាពដីដោលែងវាធំក្រុងទលេ
សម្រាប់ទទួលយាយតាណា ចឹងខ្ញុំឃើញមានចិត្តដីនេះយើងកសាងតាំងពីណាហើយអ្នកណាដែលកសាងចិត្តដីឡើងបាន ចិត្តដីនឹងបតាមឪពុកម្ដាយខ្ញុំនឹងកាត់ប្រាប់នេះគាត់ថាមានស្មោះលោកតាហ៊ូនោះតាហ៊ូពីចំនួនរួចឆ្នាំឃើញថាវាទ្រុឌទ្រោមចឹងមកប្រជុំគណៈកម្មការថាមិនអោយទេមិនអោយកែចុះកែឡើងទេទុកឲ្យយាយតាថាស័ក្តិសិទ្ធិពីរាប់រយឆ្នាំចឹងណាកាលនោះមកពូជនឹងពីមិននឹងទេឲ្យស្នាយនឹងប្រែនឹងប៉ិនកដៃក្មេងដល់ឡូវពីនឹងមកពីចំនួនម៉ែអូមកដល់ខ្ញុំនោះឡូវនឹងជាង50ឆ្នាំជាង50ឆ្នាំបានស្នាយបានប៉ុណ្ណឹង ពេលថតរូបភាពនៅចេតិយបុរាណយើងខ្ញុំឃើញប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកកពីភូមិភាគជាច្រើនមកអុជធូបបន់ស្រន់សុំសេចក្តីសុខសុំឲ្យការងាររកស៊ីបានងាយស្រួលមិនជ្រៀតជ្រែកគ្នាអ្នករាល់គ្នាគោរពប្រណិប័តដោយចិត្តជ្រះថ្លាតាមលំដាប់លំដោយមានរបៀបរៀបរយ ពីឆ្នាំអីអស់ហើយឆ្នាំហើយសុំដីនឹងយកទៅធ្វើអី យើងថាស្រ័យធ្វើអីអញ្ចឹងសុំយកទៅដាក់សបាយអញ្ចឹងបងប្អូនមកពីពេញឡានអីមកពីពេញអញ្ចឹងថ្ងៃហ្នឹងឡានមកច្រើនណាថ្ងៃហ្នឹងមកដាក់ធូបដាក់អីសុំដីដូចខ្ញុំអញ្ចឹងដែរណាយកទៅរស់ស៊ីគេចាំស៊ូចាំអីខ្ញុំដាំខ្ទឹមធ្វើស្រែអីអញ្ចឹងណា ថ្ងៃ 15 កើតខែផលគុណពលគឺថ្ងៃទី 2 នៃពិធីបុណ្យជ្រៅរំជែកមនុស្សម្នារាប់ពាន់នាក់មកពីភូមិភាគនានាក្នុងនិងក្រៅខេត្តអញ្ជើញមកចូលរួមយ៉ាងសប្បាយរីករាយកាន់តែចិត្តដល់រសៀលយប់មានមីអញ្ជើញមកកាន់តែកកកបរិយាកាសក៏មានភាពពោះពោជាងដែរយើងខ្ញុំចំណាយពេលយូរបង្គួរទៅធ្វើដំណើរពីខ្លងទ្វារខាងក្រៅចូលដល់មហាសាលបុណ្យ ក្រៅពីកម្មវិធីសិល្បៈពិធីបុណ្យជ្រោយរំជែកឆ្នាំនេះនៅមានការចូលរួមបម្រើរបស់ក្រុមរបាំយក្សស្វាទៀតផងដោយកាយវិការរំសប្បាយរីករាយច្រមិចច្រមើមរបស់តួអង្គទាំងឡាយទាក់ទាញបានទស្សនិកជនយ៉ាងច្រើនកកក បានឆ្នាំមិញមិនដែលមកលេងទៅតែបានឆ្នាំហ្នឹងបានមកលេងអញ្ចឹងទៅសប្បាយរំភើបឃើញបងប្អូនមើលចិត្តខាងគ្រប់គ្នាអញ្ចឹងសប្បាយបានសម្ដែងនៅនឹងនៅកកយើងបានសប្បាយ ឆ្នាំមុនខ្ញុំមានមកដែរមកក៏តែមិនបានមកសម្ដែងអីទេមកបានតែមកលេងអញ្ចឹងកំសាន្តលេងអញ្ចឹងវាសប្បាយធម្មតាដែរហើយមិនដែលសប្បាយដូចជាឆ្នាំនេះមានតន្ត្រីមានយក្សរបាំឆៃយ៉ាមអីចឹងសែនសប្បាយចិត្ត អ្នកចាំតបាននរសាយថាដោយប្រចាំ ពេលចូលរួមពិធីបុណ្យជ្រោយរំជែកយើងខ្ញុំបានសម្របខ្លួនម្ដងទៀតចូលក្នុងកាលកាសពិធីបុណ្យប្រពៃណីរបស់មាមីងខ្មែរនៅតំបន់មាត់សមុទ្រពេញជោខេត្តស្រុកត្រាំងសប្តាហ៍ថ្ងៃជីវភាពរស់នៅកាន់តែរីកចម្រើនប្រជាជនកាន់តែគោរពនៅលក្ខណៈល្អប្រពៃការប្រជុំជីវភាពវប្បធម៌មនោវិញ្ញាណឆ្លងតាមពិធីបុណ្យទានផ្សេងៗ មនុស្សគ្រប់រូបបាននាំគ្នាចាត់តាំងពិធីបុណ្យកាន់តែរំទុំដោយមានច្រើនសកម្មភាពវប្បធម៌សិល្បៈធ្វើឲ្យបរិយាកាសនៃកម្មវិធីកាន់តែសប្បាយរីករាយមានអត្ថន័យគ្រប់គ្រាន់ជាង ស្តុបលាមីមីតំបន់សមុទ្រវិនជោយើងខ្ញុំធ្វើដំណើរបន្តទៀតទៅកាន់ពិធីបុណ្យកំសាន្តស្រុកបុណ្យហៅព្រលឹងស្រូវនៅស្រុកលង្ភូខេត្តសកាំង ខ្លឹមសារនឹងបានឆ្លុះបញ្ចាំងក្នុងភាពបន្តទៀតរបស់កម្រងព្រឹត្តិការណ៍ចាពិធីបុណ្យដើមឆ្នាំ ប
ដូចខ្ញុំផ្ដាំទៅស្រងាំស្រីខែចូលឲ្យឆ្នាំថ្មីខែចូលឲ្យឆ្នាំថ្មីបងចាំមុំស្រីយកថ្ងៃអោណាស្ងួនបងចាំមុំស្រីយកថ្ងៃអោណាស្ងួនមានថ្ងៃខ្លាំងដេកមិនស្រែកក៏បាយតឹងអូនអាយនឹកពេកមានថ្ងៃខ្លាំងដេកមិនស្រែកក៏បាយតឹងបើអាយបងនឹកបើអាយបងនឹកមើលភ្លើងងាយប្រឹងនឹកស្រីស្ទើសូនមើលភ្លើងងាយប្រឹងនឹកស្រីស្ទើសូនមានថ្ងៃខ្លាំងដេកមិនស្រែកក៏បាយតឹងអូនអាយនឹកពេកមានថ្ងៃខ្លាំងដេកមិនស្រែកក៏បាយតឹងបើអាយបងនឹកបើអាយបងនឹកមើលភ្លើងងាយប្រឹងនឹកស្រីស្ទើសូនមើលភ្លើងងាយប្រឹងនឹកស្រីអោស្ទើសូន